សួស្តីប្រិយមិត្តយើងទាំងអស់គ្នាហើយក៏ស្វាគមន៍មកកាន់ Channel Podcast ខ្មោចឬក៏ Ghost Podcast នៅក្នុងថ្ងៃនេះដែរ Admin គឺទទួលបានរឿងរ៉ាវថ្មីមកចែករំលែកជូនប្រិយមិត្តយើងទាំងអស់គ្នាស្រាប់កំសាន្តសារជាថ្មីមួយសារទៀតហើយរឿងរ៉ាវនេះគឺកើតឡើងទៅលើបងប្រុសម្នាក់ហើយនឹងមិត្តភក្តិគាត់មួយក្រុមបាទដែលគាត់ចូលចិត្តបោះតង់មែនទែនអញ្ចឹងណាលក្ខណៈថាពេលណាដែលគាត់ទៅអញ្ចឹងទៅគាត់ចូលចិត្តដើរបោះតង់ឬក៏ដើរឡើងភ្នំឡើងអីអញ្ចឹងទៅហើយនៅថ្ងៃមួយហ្នឹងបងរាត្រីហើយនឹងមិត្តភក្តិរបស់គាត់ហ្នឹងណាហើយនឹងគ្រួសាររបស់គាត់និងប្អូនថ្លៃរបស់គាត់ចំនួន2នាក់ថ្ងៃហ្នឹងគាត់ពិភាក្សាគ្នាថាគាត់ហ្នឹងចង់ទៅបោះតង់នៅទីកន្លែងមួយដែល admin សូមអត់បង្ហើបឈ្មោះទេព្រោះវាអាចប៉ះពាល់ទៅដល់រមណីយដ្ឋានគេអញ្ចឹងណាហើយត្រូវជិះឡើងភ្នំទៀតអញ្ចឹងបងប្អូនប្រហែលជាស្គាល់ច្បាស់ហើយគឺនៅជិតទីក្រុងភ្នំពេញយើងទេមិនឆ្ងាយប្រហែលទេហើយបងរាត្រីនិងមិត្តភក្តិរបស់គាត់ហ្នឹងតនេពីការងារគាត់ចាប់ផ្ដើមពិភាក្សាគ្នាគាត់ថាចង់នាំគ្រួសាររបស់គាត់ហ្នឹងនិងប្អូនថ្លៃរបស់គាត់ហ្នឹងដើរលេងលក្ខណៈថាបោះតង់បោះអី trip អញ្ចឹងណាដាក់មក trip អីអញ្ចឹងណាបាទហើយពេលពិភាក្សាគ្នារួចពួកគាត់ហ្នឹងចាប់ផ្ដើមរៀបថ្ងៃថាគាត់ហ្នឹងនឹងទៅក្នុងថ្ងៃនេះអញ្ចឹងទៅហើយដល់ពេលដល់ថ្ងៃចេញទៅហ្នឹងពួកគាត់ហ្នឹងក៏ស្រាយចិត្តមកគេនៅផ្ទះបងរាត្រីទាំងអស់គ្នាហើយដល់ពេលម៉ោង5ភ្លឺអញ្ចឹងពួកគាត់នឹងរៀបដំណើរចេញទៅតែម្ដងម៉ោង5ភ្លឺហ្នឹងទៅប៉ុន្តែពួកគាត់ត្រូវក្រោកពីព្រឹកព្រលឹមមុនម៉ោង5ទៀតមានន័យថាក្រោកនៅម៉ោង4ឬ4កន្លះចឹងទៅដើម្បីរៀបចំអវ៉ាន់បន្ថែមចឹងណាហើយការទៅរបស់គាត់ហ្នឹងគាត់អត់រៀបចំអីច្រើនទេមានតែតង់ហើយនឹងកាសស្នោមួយសម្រាប់ដាក់ទឹកដាក់អីដាក់កអីសម្រាប់ផឹកនៅលើភ្នំចឹងណានៅលើកន្លែងរមណីយដ្ឋានហ្នឹងអញ្ចឹងម៉ោង5ពួកគាត់ហ្នឹងក៏ធ្វើដំណើរទៅទាំងអស់គ្នាទាំងប្រពន្ធរបស់បងរាត្រីនិងប្អូនថ្លៃហើយនិងមិត្តភក្តិរបស់គាត់ហ្នឹងអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងហើយនិងប្អូនថ្លៃរបស់គាត់2នាក់ហ្នឹងប្អូនថ្លៃរបស់គាត់2នាក់ហ្នឹងជិះម៉ូតូផ្សេងចឹងទៅហើយបងរាត្រីនិងប្រពន្ធគាត់ហ្នឹងជិះម៉ូតូផ្សេងចឹងទៅហើយមិត្តភក្តិរបស់គាត់ហ្នឹងក៏មានម៉ូតូមួយទៀតនិយាយទៅគឺទៅហ្នឹងគឺ3ម៉ូតូហើយដល់ពេលម៉ោង5ហ្នឹងគាត់ក៏ជិះម៉ូតូរយៈពេលប្រហែលជាយូរដែរត្រឹមទៅដល់ដោយសារថាចម្ងាយពីភ្នំពេញទៅកន្លែងរមណីយដ្ឋានហ្នឹងគឺចំណាយអស់100គីឡូជាងផ្លូវឡើងភ្នំគេហ្នឹងក៏ស្អាតដែររៀងរាល់ថ្ងៃរមណីយដ្ឋានហ្នឹងអញ្ចឹងណាដល់កន្លែងបោះតង់ហើយប្រហែលជាគាត់ទៅដល់ហ្នឹងគឺម៉ោងដូចថាម៉ោងមិន10ថ្ងៃហើយដល់ពេលហ្នឹងគាត់ក៏រៀបចំលក្ខណៈថារៀបចំតង់រៀបចំអីរបស់គាត់អញ្ចឹងណាហើយគាត់ទៅហ្នឹងលក្ខណៈថាគាត់គេនៅចិត្តបឹងមួយអញ្ចឹងណាប៉ុន្តែលក្ខណៈថាមិនសូវធំហ្មងនេះបឹងហ្នឹងលក្ខណៈថាដូចថាមកមុំអញ្ចឹងគាត់ថារៀងវែងអញ្ចឹងទៅហើយនៅជុំវិញហ្នឹងក៏មានគេបោះដែរប៉ុន្តែគេបោះឆ្ងាយពីគាត់មានតែគាត់ទេបោះនៅកន្លែងទីតាំងហ្នឹងគាត់បោះគៀនទឹកផ្លេកពេកទេដោយសារតែគាត់ខ្លាចដូចថាពេលភ្លៀងធ្លាក់ពេលអីអញ្ចឹងទៅវាពិបាកសម្រាប់គាត់ហើយពេលហ្នឹងគាត់ក៏រៀបចំដូចថាអាំងសាច់ធ្វើម្ហូបឬក៏ដាំបាយអីដើម្បីញ៉ាំអាហារពេលថ្ងៃអញ្ចឹងណាដោយសារគាត់ហ្នឹងបានទិញម្ហូបស្រាប់ទេអញ្ចឹងគាត់អត់ទិញសាច់មាន់សាច់គោឬក៏សាច់ជ្រូកអីដើម្បីយកមកធ្វើខ្លួនឯងគាត់ជាមួយនឹងប្រពន្ធរបស់គាត់ឬក៏មិត្តភក្តិរបស់គាត់ហ្នឹងដែរហើយក៏មានវិយាអីខ្លះដែរដាក់មកតិចតួចដែរសម្រាប់ល្ងាចហ្នឹងអញ្ចឹងណាដើម្បីគាត់ថាពេលល្ងាចហ្នឹងគាត់នឹងលក្ខណៈញ៉ាំអីឈៀលជាមួយនឹងគ្រួសាររបស់គាត់ឬក៏ប្អូនថ្លៃឬក៏មិត្តភក្តិរបស់គាត់ជាដើមអញ្ចឹងទៅលុះដល់ពេលល្ងាចឡើងហ្នឹងក៏មានបងប្រុសម្នាក់ដូចថាអ្នកដែលនៅលើភ្នំហ្នឹងណាគេមានទទួលជួលដូចថាជួលតង់ឬជួលកស៊ូអីសម្រាប់យើងគេងរឹងគេងអីចឹងមានហើយដល់បងរាត្រីទៅហ្នឹងក៏ដាក់តង់ទៅតែមួយឯងហើយគេដាក់រឹងទៅដូចជា3រឹងដែរដើម្បីគេងនឹងនៅនឹងរឹងនឹងអញ្ចឹងណាអញ្ចឹងប្អូនថ្លៃប្រុសរបស់គាត់ហើយនឹងបងរាត្រីនិងមិត្តភក្តិរបស់គាត់ហ្នឹងគាត់គេងរឹងហើយចែកប្អូនថ្លៃស្រីនិងប្រពន្ធគាត់ហ្នឹងគេងក្នុងតង់អញ្ចឹងសល់ម៉ានគឺពួកគាត់គេងនឹងរឹងអញ្ចឹងនៅយប់ហ្នឹងគាត់បានដូចថាល្ងាចហ្នឹងដល់ពេលបងនឹងគាត់ជិះមកជួលគាត់ជួលដូចថាកស៊ូមួយនឹងកតេលមួយស្រាប់ក្រាលពីក្រោមតង់គាត់ឬក៏ក្រាលកន្លែងញ៉ាំអីរបស់គាត់អញ្ចឹងណាបាទនៅក្នុងល្ងាចហ្នឹងហើយដល់ពេលល្ងាចឡើងហ្នឹងក៏បងហ្នឹងគាត់ជិះម៉ូតូមកមួយសាទៀតដើម្បីមកសួរគាត់ហ្នឹងណាសួរថាបងឯងត្រូវការចូល speaker ស្រាប់ច្រៀងពេលយប់អត់ហើយបងត្រីគាត់ក៏មានចំណាប់អារម្មណ៍ដូចថាគាត់ចូលចិត្តចាក់ស្ដាប់ចាក់អីដែរអញ្ចឹងណាឬក៏បានយកមកច្រៀងគាត់ណាយកមកចាក់ស្ដាប់អញ្ចឹងទៅហើយក៏ជួលគេទៅហើយសរុបការជួលទាំងអស់ហ្នឹងគឺអស់រៀងច្រើនដែរនៅពេលហ្នឹងអញ្ចឹងណាបន្ទាប់មកបងហ្នឹងក៏និយាយទៅកាន់ក្រុមបងរាត្រីហ្នឹងទៅកាន់ក្រុមបងរាត្រីហ្នឹងណាក៏គាត់និយាយថាបងឯងគាត់ថាដើម្បីបោះតង់កន្លែងហ្នឹងណាហើយបងតែគេថាបាទខ្ញុំបោះកន្លែងហ្នឹងដោយសារទេសភាពវាស្អាតហើយណាមួយទៀតមើលទៅវារៀងស្ងាត់ដែរអញ្ចឹងណាគាត់ចូលចិត្តនឹងស្ងាត់តែគណៈថាមិនចូលចិត្តដូចថាមនុស្សបែបច្រើនបោះតង់ក្បែរគាត់អញ្ចឹងប៉ុន្តែអ្នកផ្សេងមានតែគេបោះកន្លែងគាត់ទេមានតែគេបោះគៀនហ្នឹងគេទៅបោះផ្សេងអញ្ចឹងណាដោយសារមិនដឹងមិនហ្នឹងបងរាត្រីគាត់ទៅបោះចំកន្លែងហ្នឹងហើយកន្លែងហ្នឹងអាកន្លែងមាត់ទឹកហ្នឹងមានដើមឈើមួយធំដូចជាដើមស្នាយ
đầm slide nó cứ thông mình tên là cái này nâng chẳng á nữ nấu nâng một bưng nâng một đầm slide nâng tập về tới tổ pi đuổi theo bọn này chua là hoàn đưa có chua tăng chua lại để có xua hái cột cái thà ở đấy chẳng bọn sau phép lo hay chun po sang lo dục nâng chứ khi nửa xua lấy chẳng thể thì cột cái chim mà tôi bỏ tụi mình hay bỏ tới là nghỉ nắng cột cái nhắm ấy chia đuổi theo bạc ra ấy mưa một vẻ cột của xa cột ấy chả đau nâng thể mưa vào pôn thay cột ấy chẳng á hay nó bên nắng có bán đai tao bọt trường để cái này là bọt trường tôi chứ còn tay có tư nó có tư pol một pol co đây để cái này con trao xong bọt trường tôi nhưng cha từng cha đây có một cái can này chẳng thể còn tay về là quạt màu vinh nắng một số lắng một phệ quấn tư mà đó có phải một phệ quạt một phệ quạt này tao bọt trường pol một pol co phong vơi hay một phệ quạt nắng có thằng ok ở đây để tao khi đang bệnh một phệ bọt quạt nắng về nắng cứ ở bàn pol một pol co lẽ ra tao lập màu vinh nhé bọt trường tôi tao lập màu vinh trong mà hay cầm quạt nó bạc bà lư mình lên rồi sao thảo miền này cái nơi cái bài quạt ấy chẳng về nó quạt bạc bà lư quạt được thay quạt admin qua lại thế ra thà hay là mỗi nó không play thiệt lừa phun tiền scan nhá những cái đắp bà lư tới hay để cái lệnh tông quạt nó lư có mình sơ chụp lư mà này được sao thà vô phơn tới tại mui thì làm bay bị dù chẳng ở sơ lư mà này phơn nó cứ mưa khi nào mà cái lái mà cái đọc quạt là ngày đó về cột nhầm ấy hay có phật ấy hiện trái đấy hai mà mình đọc mùi dục nữa của cột nó có chập đầm đồng kia đó cho kinh mình này tham một vẻ quạt rồi có ôn thay rồi có ôn bọc quạt nó đồng kia cho từ kinh mong thôi bên này hay một số lắng về để quạt điệp cho kinh điệp trôn rừng nữa một vẻ quạt nữa có bàn lư xử lý phải play mùi để thà lư xử lý mình đợi chứ đấy mình đợi nó miền đợi lại toàn cứ đờ là lư cái này được quật bỏ nâng thiệt đờ là lư nâng chẳng á hay đặc biệt chắc mong biết cứ quật tròn là tì nắng hết đờ lư nâng chẳng quật còn giấy để cái này troll một giấy thế thì nắng hết đờ lư nâng xử lý người lư mới đờ trên thom chứ quật còn nhì là cái này chẳng hay đặc biệt bọn thì thấy có prap tông một phệ quật quật có prap tông phệ quật thà thì giấy sẽ chun cá kia đờ là bát mưa nhưng tôi thằng kia đang mưa thằng này cái bọt to ấy chẳng nó hơi phải đập phía bọt nó mình phải chiều mà ai men chia xây chứ hay pe nó một phệ con một đấy còn cất à lơ rương bộ ẩm mà nó rương mau vậy thì cất tầm giá cái cất thà khai trao ấy chẳng nó cất tập năng đấy rồi có cất thà cái đời là ba mình đây thà cái đời chạy cái lại mưa cái lại như chân đấy ấy cái đông thiên chôn rừng kỳ một túi láng một phệ con nữa chập đam say su bông rồi giờ thà trai em mình vô rừng anh bảo thế thật thế anh đi cho anh chứ anh Nhật Bản từ Papua nan rừng này nè anh đi cho anh nè vì nó một phệ cột nó có đi cho mình sự ngầm kinh thì mình tái dục nó số lắm Papua cột một đòn Papua cột á hai chiều máu pin nọc chết mui Papua cột một đòn bong bỏ anh mò tao ôn mình mà đã cua tao ôn thì bong thì thấy còn gì đâu bình ha ở thế bong ngọt ban từ nơi cái bay ấy tao này một định đừng cho tôi sắm tao bong hay là bên nó nụ cục kia nó chập đâm trở lại chặt đây bong thấy chập đâm cật nó không chặt được thà thì rồi ní bật phệ quạt nó mà đo này hay lấy màu pôn quạt thì là về chừng tới bong thấy quạt lại cái nào quạt thả này quạt sừng ngầm kia nha quạt chập đâm khai chặt bên này hay bật phệ quạt nó có quạt chạt màu bong tới đây đi quạt hai lại lại quạt chạt á quạt chạt thà nó trong rừng quạt nó quạt khi mà được show ở mưa quạt smart bong rồi trai hay cái chặt số bờ trai đó một phệ quạt nó cứ khi mà được tha tồn stống á khơi ở soi cho bài tay mà ợt mưa quạt nó cái lên hay đập về tới bong rồi tới cái tháng quạt này ợt mưa cái này gì chẳng ta hay một tu láng bong tay gật điểm kỳ ta quạt bật này riêng lụa tịch tu chứ nè sao thành rừng bỏ quạt nó đôi thả miền kia mình dồn về nó hay bong tay cái phệ prơ lại có phệ mó hay quạt tha chơi cái này cái mình dồn rừng quạt hay quạt có sai tới một phệ bỏ quạt đằng đã thả kinh rừng cái bay quạt đằng thà hay từ đây khang ngày mình dồn rừng anh một phệ bỏ quạt nó có ở hiên một quạt có sai với nè tê anh đi anh từ ban tròn rừng này hay bên nắng bong được thấy quạt chịu bật rừng tội tay còn ở hiên tròn ở hiên tròn rừng này quạt có bốn một phệ quạt sân thà anh chịu bật rừng tới mũi anh nhá một phệ bỏ quạt nắng á thà cho anh cái đó thôi bảy băng này pin này cái máy khai vậy chẳng thế là p còn đỡ tao nữa bọt trứng tối nó một phệ bọt quạt nó trôi cái bay có này còn bọt trứng cái bay kia chứ á hay bọt trứng tên hai phong số lắng nó to nó pôn quạt sai trên bị to hơn pôn thay quạt sai mà hay miền pôn thay pro mùi tiết đó có cây nó rừng đó chập đâm cao mà mưa tới thà bong sai quạt nó cả đấy gì
ចាប់ផ្ដើមមកមើលដោយសារទៅហ្នឹងមានបងថ្លៃ2នាក់ដូចថាប្រុសមួយគឺស្រីមួយចឹងទៅហើយដល់ពេលក្រោកមកមើលទៅពេលហ្នឹងក៏បងលីនដាហ្នឹងដូចថាប្រពន្ធបងស្ត្រីគាត់ឈ្មោះលីនដាហើយដល់ពេលបងលីនដាហ្នឹងគាត់ចាប់ផ្ដើមហៅប្តីគាត់ថាបងមកណាហើយចាប់ផ្ដើមជប់ហ្នឹងអត់នំគ្នាគេងហើយប្រពន្ធបងស្ត្រីហ្នឹងក៏ចាប់ផ្ដើមនិយាយឯខណៈនិយាយប្រាប់ថាគាត់គេងមិញណាដូចណាគេលូកដៃមកចាប់ជើងគាត់ចឹងក្នុងតិចហ្មងទៅពេលចឹងទៅគាត់ក៏ដូចថាគាត់នឹកស្មានថាជើងដូចថាប្អូនគាត់ហ្នឹងគេជាមួយហ្នឹងមកប៉ះគាត់ចឹងណាហើយនៅលើភ្នំយប់ឡើងជាក់ដែរបងដូចថាប្រពន្ធបងស្ត្រីហ្នឹងក៏ចាប់ផ្ដើមអត់ស្រួលហើយលក្ខណៈថាចាប់អត់លេងដូចមានជើងប៉ះលក្ខណៈដៃមនុស្សចាប់អញ្ចឹងបើជើងយើងប៉ះហើយជាដឹងតែលើកនេះគឺដៃចាប់ដល់ពេលទៅគាត់ងាកមើលដូចថាគាត់បើកភ្នែកហើយគាត់មើលទៅអាកន្លែងជើងគាត់ហ្នឹងគាត់ឃើញដៃមនុស្សហ្នឹងលូកចេញពីក្រៅតង់មកចាប់ជើងគាត់ហ្មងដល់ពេលទៅគាត់ស្រែកហ្មងហើយដល់ពេលគាត់និយាយភាសាគ្នាហើយយប់ហ្នឹងក៏ចាប់ដើមអត់មានអាគេងបើកចាប់ដើមគេងបើកភ្លើងរហូតអាភ្លើងហ្នឹងទៅមកអាភ្លើងហ្នឹងចាប់ដើមចង់រលត់ហើយប្រហែលជាម៉ោង2រៀបភ្លឺចិត្តភ្លឺយើងហ្នឹងអាភ្លើងហ្នឹងចាប់ដើមចិត្តរលត់ហើយដល់ពេលទៅពួកគាត់គាត់ថាឥឡូវយើងចាយើងនំគ្នាគេទាំងអស់គ្នាក្បែរគ្នាហ្មងទៅហើយអ្នកនៅតង់ហ្នឹងឲ្យអាប្អូនថ្លៃប្រុសមួយទៀតហ្នឹងវាចូលទៅគេងហើយបាន3នាក់ហើយគាត់នឹងមិត្តភក្តិគាត់ហ្នឹងសុខចិត្តគេងក្រៅតែចាប់ដើមចងរឹងហ្នឹងមកនៅដូចថាឲ្យមិត្តភក្តិគាត់ហ្នឹងគេងក្រោមហើយបលត្រីខាងលើដូចថាចងលើក្រោមអញ្ចឹងរឹងហ្នឹងណាចាប់ដើមចងលើក្រោមដើម្បីខ្លាចហើយក៏អត់ទាន់ហ៊ានណាគេនិយាយខ្លាំងណាស់មកស្ទុះឡើងក៏ចាប់ដើមលឺសលេងនឹងថាមនុស្សដើរជុំវិញហ្នឹងមកតើមានណាគេហ៊ានបើកមកមើលដើររហូតមកដើរហើយសើចប្រហកលឺសលេងសើចចាប់ដើមលឺសលេងសើចទៀតដើរហើយលឺសលេងសើចហ៎លក្ខណៈអញ្ចឹងមកហើយដល់ពេលអញ្ចឹងទៅអាពេលហ្នឹងគាត់ក៏រៀងភ័យតែគាត់ហ៊ានបើកមើលមកសួរឡើងរឹងបោះបងត្រីនឹងចូលលក្ខណៈអញ្ចូលតែមិនចូលខ្លាំងហើយបើខ្យល់ផាត់ក៏មិនគួរអញ្ចូលដែរសារគាត់ហ្នឹងគេងធម្មតាហ្នឹងគាត់មានតែយល់កើតហើយរឹងនឹងគាត់គេងរឹងមុងទៀតនេះក៏បានលូកដៃទៅយល់ទេតែមានអារម្មណ៍យល់ហើយពេលហ្នឹងរឹងរបស់មិត្តភក្តិគាត់ហ្នឹងក៏យល់ដែរយល់ដូចគ្នាពេលហ្នឹងអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅម្នាក់ហ្នឹងចាប់ផ្ដើមភ័យញ័រហ្មងហើយពេលហ្នឹងគាត់ដល់ធ្វើមិនហិលក្ខណៈថាប្រឹងសង្ងំហើយបើមិត្តភក្តិគាត់ហ្នឹងសង្ងំទឹកភ្នែកហ្មងហើយដល់ពេលគេហ្នឹងគឺចាប់ដើមឆាតទៅគ្នាទៅវិញទៅមកដល់សារលើព្រំនោះមានសេវាដែរតែសេវាអត់ដូចថាសេវាវាអត់ខ្លាំងទេអាចថាល្មមមកប្រើបានអញ្ចឹងណាចាប់ដើមឆាតលេងមួយបងស្ត្រីថាអញភ័យណាស់អីយើងអញ្ចឹងណាដល់ពេលទៅបងស្ត្រីក៏ចិត្តទៅលួងចិត្តទៅថាចាំលងផុតព្រឹកទៅហើយដល់ពេលគាត់សង្ងំទៀតសង្ងំគេទៅប្រហែលជាម៉ោង3ផុតម៉ោង2ចូលម៉ោង3អាម៉ោងហ្នឹងធ្ងន់ហ្មងគាត់ដេកសុកលឺសលេងមនុស្សមកពេលកូនទាំងអស់គ្នាហ្នឹងហ្មងហើយទៅពេលប្រពន្ធមកត្រីលឺចាប់ដើមយំលឺសលេងយំចេញពីក្នុងតង់ហ្នឹងបងត្រីក៏ដឹងថាប្រពន្ធគាត់យំតែអាសលេងពេលកូនហ្នឹងលឺខ្លាំងទៅដូចថាដើរសលេងហ្នឹងកាត់តែគៀកទៅអាពេលហ្នឹងពួកគាត់អត់ដឹងថាត្រូវធ្វើមិនហ្មងវានិយាយអីអត់ត្រូវទាំងអស់គ្នាហើយអ្នកក្នុងតង់ក៏យំផងលក្ខណៈយំសឹកហើយបិទខ្ទប់មាត់អីខ្លួនឯងអញ្ចឹងណាលក្ខណៈអត់ហ៊ានហ្នឹងតែសលេងពេលគាត់ហ្នឹងកាន់តែគៀកទៅអាកន្លែងគាត់សម្រាកហ្នឹងកាន់តែមកគៀកទៅហើយពេលហ្នឹងហើយដល់ពេលមកស៊ូឡើងដឹងមិនហិសលេងពេលគាត់ហ្នឹងមកឈប់នៅអាលើដើមឈើដែលគាត់កំពុងតែចងរឹងគេងពីអ្នកមិត្តភក្តិរបស់គាត់ហ្នឹងហើយប៉ះបងត្រីគាត់ដេកលើហើយមិត្តភក្តិគាត់ដេកក្រោមហោដល់ពេលចឹងបងត្រីភ័យប៉ុន្តែមានអាសពុតកស៊ូនឹងគ្របអញ្ចឹងគាត់ឃើញលក្ខណៈថាចេះលក្ខណៈថាគាត់ឃើញមនុស្សឈួអើតគាត់មានអារម្មណ៍អញ្ចឹងហើយដល់ពេលគាត់មើលទៅអាតង់នឹងគាត់ទៅគាត់ឃើញស្ទង់តែគាត់អត់ហ៊ានក្រៅខ្លួនទេពេលហ្នឹងគាត់ចាប់បិទភ្នែកយូរមកហើយលក្ខណៈថាពេលឃើញហ្នឹងឃើញមុខហ្នឹងគឺក្រហមគាត់ឃើញអញ្ចឹងប៉ុន្តែគាត់អត់ច្បាស់ថាឈាមឬក៏ផ្ទៃមុខមនុស្សតែគាត់ឃើញមុខហ្នឹងក៏ក្រហមលក្ខណៈហ្នឹងហើយដល់ពេលមកស្ទូលឡើងមេឃចាប់ដើមមកលឹមហើយនឹងគ្នាផ្អើលមួយសាទៀតអាមេឃលឹមហើយលឺសលេងពេលកូនហើយលឺសលេងដើរដូចថាជន់ណាដីយើងទៅវាអាពេលទឹកភ្លៀងវាលឺសូរច្រិចជន់ណាដើរឆ្វែលជុំវិញហ្នឹងទៅហើយដល់ពេលហ្នឹងពួកគាត់នឹងទាំងអស់គ្នានឹងភ័យមែនទេដូចគណៈថាធ្វើមិនគឺយករួចខ្លួននៅបានយប់ហ្នឹងហើយដល់ពេលបងថ្លៃគាត់នៅក្នុងចាប់ដើមនៅអត់សុកទេឬទាំងអស់គ្នាអត់មានណាបានគេងមកយប់ហ្នឹងបន្ទាប់ពីដូចថាអ្នកក្នុងគេទ្រាំបានណា
លក្ខណៈគេស្រែកមករហូតដល់ថាស្រែកលឺដល់ត្រូវមួយខាងទៀតអញ្ចឹងដល់ពេលអ្នកបោះតង់ត្រូវមួយខាងទៀតលឺអញ្ចឹងទៅគេស្មានថាកើតរឿងអីក៏ជិះម៉ូតូលក្ខណៈជិះម៉ូតូមករកន្លែងតង់បងត្រីដែលមានភ្លើងទៅហើយដល់ពេលអញ្ចឹងទៅបងត្រីក៏គាត់ថាបាយជាប្រពន្ធគាត់ដេកមកមើលអីចឹងទៅហើយស្រែកមិនខានអញ្ចឹងណាដល់ពេលចាក់បានអត់មានអាគេថាដល់ពេលចាប់លឺមនុស្សស្រែកចាប់ដើមមានមនុស្សមកពេលអញ្ចឹងបងត្រីក៏ចាប់ដើមឆ្ងល់ដែរពេលហ្នឹងហើយដល់ពេលទៅអ្នកដែលបោះតង់គៀនហ្នឹងគេថាខ្ញុំបោះតង់នៅមុខហ្នឹងតើបងឮបងចាក់បាសចាក់អីដែរតែពួកខ្ញុំសប្បាយដែរហ្នឹងហើយដល់ពេលទៅអ្នកបោះតង់នៅហ្នឹងគេខ្លាចមានបញ្ហាអីអញ្ចឹងហើយជួនកាលតែគេមកហ្នឹងគឺម៉ោង 3:04 ហើយរឿងទៀបភ្លឺអញ្ចឹងណាអញ្ចឹងក៏ចាប់ដើមនឹងគ្នាហ្នឹងបងត្រីក៏ចាប់ដើមងើបប្រកាត់ភ្លើងពេលហ្នឹងឆុងកាហ្វេផឹកសិនហើយអ្នកដែលមកហ្នឹងស្ទុះឡើងណាចាប់ដើមកលេចកើតទៅខ្លាំងថាមានអារម្មណ៍ដូចក្រុមរបស់គាត់ដែរអញ្ចឹងណាហើយមកផឹកកាហ្វេទៅមកស្ទុះឡើងក៏ចាប់ដើមនៅសុកហ្នឹងអ្នកដែលបោះតង់គៀនហ្នឹងចាប់ដើមទាញម៉ូតូហើយអត់ប្រាប់ពួកគាត់ទៅទាញម៉ូតូរត់ប្រាច់មកហើយដល់ពេលអញ្ចឹងពួកគាត់ឆ្ងល់ព្រោះសារពួកគាត់ហ្នឹងចេញពីតង់ចេញពីមុខហើយពេលហ្នឹងចេញពីតង់ចេញពីមុខពួកគាត់ដល់ពេលគាត់កលេចមើលក្រោយខ្នងគាត់បាច់គាត់ឃើញមនុស្សឈប់3កូនណាហើយស្លឹងមើលមកពួកគាត់ឃើញច្បាស់ហ្មងលក្ខណៈថាភ្នែកធំហើយភ្នែកម្ខាងទៅធ្លាក់ហើយអាពេលឈោមពេលកូនហ្នឹងហើយកូនហ្នឹងគឺដូចឈាមស្រក់តហ្មងក៏នុំគ្នារត់ចូលក្នុងតង់ទាំងអស់គ្នាទាំងមិត្តភក្តិគាត់ហើយទាំងបងត្រីហើយទាំងប្រពន្ធទាំងប្អូនថ្លៃគាត់ពីរនាក់ហ្នឹងរត់ចូលទៅសង្ងំក្នុងតង់ហ្នឹងហ្មងហើយដល់ពេលពួកគាត់រត់ទៅសង្ងំក្នុងតង់ហ្នឹងទាំងអស់គ្នាហើយពេលហ្នឹងក៏ឮសលេងចេញមកពីមុខហ្នឹងហ្មងសលេងមនុស្សស្រីហើយឬសលេងកូនងាយយំទៀតពេលហ្នឹងហើយពួកគាត់ចាប់ដើមអោបគ្នាពេញហ្នឹងហ្មងលក្ខណៈថាអោបគ្នាយំទៅអីទៅពេញហ្នឹងទៅហើយដល់ពេលបងត្រីហ្នឹងក៏ឮសលេងហើយទាំងអស់គ្នាក៏ឮទាំងអស់គ្នាឮថាលក្ខណៈថាឮថាបងសុំហូបដែរសុំហូបឲ្យកូនខ្ញុំដែរអញ្ចឹងអាម៉ោងហ្នឹងគឺម៉ោង 4 ជាងជិតកន្លះហើយអាម៉ោង 4:20 នាទីជាងអីចឹងណាហើយពេលហ្នឹងពួកគាត់គឺភ័យមែនទេប៉ះជួបហេតុការណ៍លក្ខណៈសោះស្រស់អញ្ចឹងហើយឃើញទាំងអស់គ្នាទៀតហើយមិនថែមឃើញតែពួកគាត់សូម្បីតាអ្នកបោះតង់យីហ្នឹងក៏រត់ទៅដែរថាមកមើលពួកគាត់ស្រែកអាមុនហ្នឹងក៏រត់ទៅវិញដែរពេលហ្នឹងហើយអាពេលលុះដល់ព្រឹកឡើងម៉ោង 6ចាប់ផ្ដើមអ្វីល្អណាពួកគាត់អត់នៅកន្លែងហ្នឹងទៀតទេរៀបអីវ៉ាន់ហើយពេលខ្លះចោលនឹងចក្រានទៀតអាវ៉ាន់ដាក់ទៅបង្កើតដូចថាចក្រានអាំងសាច់អីគាត់ហ្នឹងទៅទាំងសាច់ត្រូវចោលទាញទៅម៉ូតូចុះទៅក្រោមវិញលក្ខណៈចុះពីភ្នំទៅវិញហើយដល់ពេលចុះពីភ្នំទៅដល់កន្លែងហាងកាទៀវមួយហាងកាទៀវហ្នឹងពួកគាត់ហ្នឹងក៏ចាប់ដើមលក្ខណៈមុខអ្នកមិនអត់បានដេកគឺមុខស្លក់ហ្មងហើយពេលហ្នឹងគឺដូចថាពួកគាត់ហ្នឹងងុយគេមកតែគាត់នៅតែប្រឹងសិនឬដាក់អត់ទាន់គេក៏ជិះម៉ូតូលក្ខណៈញ៉ាំកាទៀវញ៉ាំបាយពេលព្រឹកអីហើយក៏ជិះម៉ូតូតាមផ្លូវហើយឃើញមានកន្លែងខ្ទមមួយតាមផ្លូវហ្នឹងពួកគាត់ហ្នឹងក៏ស្រេចចិត្តចង់រឹងកន្លែងខ្ទមនឹងគេទៅសម្រាប់មកស្ទុះទៅហើយដល់ពេលពួកគាត់គេហ្នឹងគឺគេលក់ស្រួលមែនទែនគេនឹងដល់ម៉ោងដូចថាគេពីព្រឹករហូតដល់ម៉ោង 1 ថ្ងៃដល់ពួកគាត់គេហ្នឹងហើយដល់ពេលភ្ញាក់មកក៏នាំគ្នាធ្វើដំណើរទៅផ្ទះវិញហើយពេលទៅដល់ផ្ទះវិញក៏ចាប់ផ្ដើមពិភាក្សាគ្នាតាមហ្នឹងខាង David ណាមុនដំបូងមិត្តភក្តិគាត់ហ្នឹងឈ្មោះ David ខ្ញុំភ្លេចបញ្ជាក់ពីមុនដែរមិត្តភក្តិបងត្រីហ្នឹងក៏ចាប់ផ្ដើមនិយាយមិត្តភក្តិបងត្រីចាប់ផ្ដើមនិយាយមុនគេថាអាពេលដែលគាត់រៀបជូនរឹងហ្នឹងគាត់លឺសលេងមនុស្សកហឹមលក្ខណៈហើយលឺសលេងមនុស្សដើរអាខាងលើភ្នំហ្នឹងហ្មងដល់ពេលទៅបានគាត់និយាយទៅប្រាប់បងត្រីហើយបងត្រីគាត់ថាគាត់គ្មានអីទេអាពេលហ្នឹងហើយបន្ទាប់ឡើងបងដូចថាមិត្តភក្តិបងត្រីចាប់ផ្ដើមនិយាយទៅទៀតដែរនិយាយទៅថាពេលគាត់ឡើងរឹងឃើញមនុស្សមកឈ្ងោករឹងគាត់មកពេលហ្នឹងមកហើយដល់ពេលហ្នឹងបងរាត្រីគាត់ក៏និយាយដែរគឺថាអាសកម្មភាពដែលដាវីតដែលថាមិត្តភក្តិគាត់ជួបទាំងអស់សកម្មភាពដែលមិត្តភក្តិបងរាត្រីជួបទាំងអស់គាត់ជួបដែរអាពេលហ្នឹងហើយបន្ទាប់ឡើងរឿងតង់ហ្នឹងប្រពន្ធគាត់ក៏ចាប់ដើមរៀបរាប់ថាតាំងពីអាគេចាប់ជើងហាពេលដែលគាត់ស្រែកហើយអាពេលដែលគាត់លឺសលេងជំវិញតង់មកគោះតង់គាត់លើកដាក់ដើរគោះអាតង់គាត់ហ្នឹងនិយាយទៅពេលហ្នឹងគឺគាត់ស្បត់ថាគាត់លក្ខណៈថាពួកគាត់ស្បត់ថាឈប់ទៅអាកន្លែងហ្នឹងទៀតហ្មងគឺរៀងហ្មងគឺឈប់ទៅបោះអាកន្លែងហ្នឹងទៀតហ្មងហើយអាកន្លែងហ្នឹងគឺដឹងថាមាត់បឹងហ្នឹងមានដើមស្នាយមួយធំដើមស្នាយហ្នឹងធំខុសគេហ្មងបើអ្នកទាំងអស់គ្នាស្គាល់កន្លែងបឹងហ្នឹងគឺដឹងហ្មងដល់ពេលទៅពួកគាត់ហ្នឹងក៏លក្ខណៈថាយប់ហ្នឹងក៏ចាប់ដើមគេលេងលក់រហូតដល់ថ្នាក់ទៅស្រោចទឹកអ្នកខ្លះបើប្រពន្ធមហិត្រីវិញលក្ខណៈថាឡើងបាសសក់
ពេលហ្នឹងម្នាក់អ្នកខ្លះបាក់គឺបាក់អ្នកខ្លះស្លាប់គឺស្លាប់ពេលហ្នឹងគឺវានិយាយអត់ត្រូវថាពេលជួបហេតុការណ៍ហើយជួបនៅកណ្ដាលព្រៃហើយពេលអាគាត់បោះតង់ហ្នឹងស្កាត់តែតាំងពីហ្នឹងមកបងរត្រីឲ្យតែគាត់បោះតង់ណាគាត់លេងហ៊ានបោះលក្ខណៈថាសិតស្កាត់តែឯងហើយបើគាត់ទៅលើក្រោយក៏គាត់លក្ខណៈថាគាត់អានេះដែរគាត់ពោលមុតពោលករហូតអញ្ចឹងទៅតែមិត្តភក្តិរបស់គាត់ហ្នឹងចង្រៃថ្ងៃហ្នឹងគឺអត់ពោលមុតពោលករលក្ខណៈថាភ្លេចខ្លួនពេលហ្នឹងអញ្ចឹងថ្ងៃហ្នឹង admin គឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណសម្រាប់ការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាផងដែរសូមជួយបន្តគ្រប់គ្រង admin ទាំងអស់គ្នាដោយការចុច subscribe ឬ comment ឬចុច like ទៅលើវីដេអូរបស់ admin ទាំងអស់គ្នាបាទហើយក៏សូមជូនពរស្ដាងល្អសុបិនល្អនៅក្នុងរាត្រីនេះបាទជួបគ្នានៅរាត្រីក្រោយទៀតបាទអរគុណ